វិបស្សនា3ថ្ងៃនៅសូនីតាកាន់តែយល់ច្បាស់ពីផ្លូវចិត្តកាលពីប្រហែលថ្ងៃមុនសមាគមសិល្បៈខ្មែរបានដឹកនាំសិល្បករសិល្បករនីជាច្រើនទៅវិបស្សនាក្នុងនោះមានតារាសម្ដែងនៅសូនីតាក៏បានចូលរួមផងដែរបន្ទាប់ពីវិបស្សនាចប់រយៈពេល3ថ្ងៃនៅសូនីតាកាន់តែយល់ច្បាស់ពីផ្លូវចិត្តនៅសូនីតាបានរៀបរាប់បន្ទាប់ពីចេញពីវិបស្សនារយៈពេល3ថ្ងៃថាចិត្តគឺធំជាងអ្វីទាំងអស់បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយវិបស្សនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឲ្យផ្លូវចិត្តចម្រើនសតិមើលឃើញគ្រប់យ៉ាងពោពេញដោយភាពស្រស់បំព្រងដោះស្រាយដោយភាពវិជ្ជមាននិងស្នាមញញឹមជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឲ្យបានច្រើនពេលនោះនឹងជួបនៅភាពវិជ្ជមានជាមួយគ្នានេះផងដែរនៅសូនីតាថែមទាំងបាននិយាយផងដែរថាផ្លូវចិត្តល្អនឹងដឹកនាំអ្នកជួបរឿងដែលល្អៗនាងពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមវិបស្សនារួមជាមួយសិល្បករសិល្បករនីជាច្រើននាងរំពឹងថាឱកាសក្រោយនឹងមានសិល្បករចូលរួមកាន់តែច្រើនដើម្បីស្វែងយល់ពីផ្លូវចិត្តនិងការដោះស្រាយជាក់ស្ដែងដូចជារូបនាងជាដើមពេលនេះផ្លូវចិត្តនាងកាន់តែល្អប្រសើរច្រើន